គ្រប់ជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះថ្ងៃទី23ខែ11ឆ្នាំ2025នៅក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការចែកម្លែកបងប្អូនអរគ្នាតាក់ទងជាមួយនឹងការងារដែលខ្ញុំគិតថាជាប្រភេទការងារដែលពេញនិយមជាងគេសម្រាប់បងប្អូនខ្មែរយើងរស់នៅក្នុងសហរដ្ឋអាមេរិកនេះណាហើយវាជាអ្វីដែលខ្ញុំដកស្រង់មកទេបងប្អូនអរគ្នាវាមិនមានព័ត៌មានណាដែលច្បាស់ថាការងារដែលខ្ញុំលើកមកនិយាយនេះវាល្បីជាប់លេខ1លេខ2អីទេគ្រាន់តែជាការគិតរបស់ខ្ញុំជា idea របស់ខ្ញុំចែកម្លែកទៅបងប្អូនទាំងអស់គ្នាតែប៉ុណ្ណឹងអញ្ចឹងសម្រាប់ការងារទី1ហ្នឹងគឺខ្ញុំគិតថាបានទៅលើអ្នកធ្វើ donut បងប្អូនទាំងអស់គ្នាគឺអ្នកធ្វើ donut នៅក្នុងសហរដ្ឋអាមេរិកនេះមានច្រើនមែនទែនហើយពួកគាត់ប្រកបមុខរបរលក់ donut ហ្នឹងភាគច្រើននៅតាមរដ្ឋ California ក៏ដូចជារដ្ឋ Texas ហ្នឹងវាច្រើនជាងគេខ្ញុំអាចនិយាយបានអញ្ចឹងមានបងប្អូនយើងធ្វើគ្រប់រដ្ឋបងប្អូនប៉ុន្តែរដ្ឋដែលច្រើនជាងគេហ្នឹងមានតែកាលីហើយតិចសាសហ្នឹងហើយជាក់ស្ដែងដូចជាបងស្រីខ្ញុំបងប្អូនអរគ្នាគឺគាត់នៅក្នុងរដ្ឋតិចសាសគាត់ប្រកបមុខរបរហ្នឹងហើយមុខរបរហ្នឹងគឺរៀងហត់មែនបងប្អូនអរគ្នាប៉ុន្តែចំណេញលុយបានគួរសមយើងស្ដាប់ទៅវាមិនសូវព្រោះស្ដាប់ទេការងារលក់ដូណាត់យើងគិតថាវារៀងខ្មែរយើងរៀងថារៀងអន់តិចណាប៉ុន្តែវាអត់ល្អមើលទេបងប្អូនអរគ្នាប៉ុន្តែវាល្អស៊ីអញ្ចឹងណាអត់ល្អមើលត្រង់អីត្រង់ថាពួកគាត់ត្រូវការក្រកពីព្រលឹមទៅវាយនំអ្នកខ្លះក្រកម៉ោង2អញ្ចឹងទៅគេអាចឆ្អែតអញ្ចឹងទៅវាយនំវាយអីអញ្ចឹងទៅល្មមទៅម៉ោង5 6ផឹកអញ្ចឹងទៅបានគាត់ហើយនំលក់អីចឹងណាបងប្អូនព្រោះនំដូណាត់ហ្នឹងតាមអ្វីដែលខ្ញុំដឹងគឺពួកអាកាំងវាចូលចិត្តញ៉ាំតែពេលផឹកទេបងប្អូនចាប់ពីខ្ទង់ម៉ោង7 8ផឹកឬក៏រហូតទៅដល់ម៉ោង12 1អីហ្នឹងចាប់ពីម៉ោង1អីទៅចាប់ផ្ដើមរៀងស្ងាត់ទេបងប្អូនវាអត់សូវចូលចិត្តញ៉ាំទេអញ្ចឹងចាប់ពីម៉ោង1អីទៅភាគច្រើនបងប្អូនខ្មែរយើងដែលគាត់ប្រកបមុខរបរលក់ដូណាត់ហ្នឹងគឺគាត់សាតូបមានន័យថាគាត់សម្អាតហាងគាត់អីចឹងទៅហើយកំឡុងពេលហ្នឹងគឺគាត់សម្រាកអញ្ចឹងទៅហើយដល់ម៉ោង2យប់អញ្ចឹងទៅគាត់ក្រោកអញ្ចឹងទៅបងប្អូនប៉ុន្តែគាត់ចំណេញលុយគួរសមបងប្អូនអរគ្នាខ្ញុំអាចនិយាយបានថាចំណូលជាទូទៅនិយាយថាលុយចំណេញឯងមួយខែអាចចូល3 4ម៉ឺនឬក៏5ម៉ឺន6ម៉ឺនអីទៅតាមហាងពួកគាត់នៅចិត្តទីក្រុងអត់ចឹងណាបងប្អូនអរគ្នាវាអត់ល្អមើលទេប៉ុន្តែល្អស៊ីបងប្អូនបើសិនជាមួយខែយើងចំណេញចាប់ពី3 4ម៉ឺនឡើងទៅគឺច្រើនហើយអត់តិចទេនៅស្រុកនេះណាព្រោះបើយើងទៅធ្វើការគឺអត់បានលុយប្រាក់ខែប៉ុនខ្ពស់គាត់ទេហើយការងារទី2ដែលខ្ញុំគិតថាបងប្អូនខ្មែរយើងនៅក្នុងសហរដ្ឋអាមេរិកនេះគាត់ប្រកបមុខរបរធ្វើការគឺភាគច្រើនគាត់ទៅធ្វើនៅលើ warehouse បងប្អូនដែល warehouse ហ្នឹងបើយើងនិយាយស្រួលយល់ទៅគឺដូចជាគាត់ធ្វើការនៅរោងចក្រអញ្ចឹងបងប្អូនដូចអ្នកខ្លះទៅគាត់ទៅតម្លើងអំពូលអ្នកខ្លះទៅគាត់ទៅតខ្សែភ្លើងអីមានការងារអីជាច្រើនទៀតនៅក្នុង warehouse ហ្នឹងគេចែកការងារជាច្រើនផ្នែកទៀតបងប្អូនអរគ្នាដោយការងារទាំងអស់ហ្នឹងគឺគាត់នឹងទទួលបានការងារមួយដែលជាក់លាក់ដូចយើងធ្វើការនៅក្នុងធនាគារនៅក្នុងស្រុកខ្មែរដែរអញ្ចឹងណាបងប្អូនយើងមានថ្ងៃណាជាក់លាក់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រអីចឹងទៅមួយថ្ងៃ8ម៉ោងអីចឹងចាប់ពីម៉ោង8ផឹកដល់ម៉ោង5ឬក៏អ្នកខ្លះធ្វើការវេនយប់អីចឹងទៅប៉ុន្តែវាជាក់លាក់បងប្អូនអរគ្នាហើយវា stable ហើយពួកគាត់អាចទទួលបានលុយ overtime ឬក៏យើងហៅថា OT ហ្នឹងបងប្អូនអរគ្នាគឺគេអាច pay ឲ្យគាត់បន្ថែមគុណ1គុណ2គុណ3ទៅតាម company គេមួយអញ្ចឹងណាហើយជាទូទៅអ្នកធ្វើការនៅក្នុង warehouse ហ្នឹងអង់គ្លេសគាត់មិនបាច់ចាំខ្លាំងទេបងប្អូនអរគ្នាគាត់ចេះមុំបានដែរប៉ុន្តែអត់ចេះសុទ្ធទេបងប្អូនយ៉ាងហោចណាស់ក៏គាត់អាចចេះត្រឹម 30% ឬក៏35 40អីចឹងទៅមកស្ដាប់គេបានហើយអាចនិយាយទៅគេវិញបានមួយម៉ាត់អីចឹងណាការងារហ្នឹងវាល្អមែនតើបងប្អូនអរគ្នាល្អសម្រាប់អ្នក immigrant ណាមានន័យយើងទៅមកដល់សហរដ្ឋអាមេរិកថ្មីអញ្ចឹងយើងអាចទៅធ្វើនៅក្នុង warehouse ហ្នឹងបានការងារទី3ដែលខ្ញុំគិតថាបងប្អូនប្រជាជនខ្មែរយើងគាត់ធ្វើច្រើនបងប្អូនគឺតាក់ទងជាមួយនឹងការធ្វើកញ្ចក់ដែលអង់គ្លេសគេហៅថា nail salon ហ្នឹងណាឃើញភាគច្រើនគឺវៀតណាមគេមានច្រើនជាងយើងទៀតភាគច្រើនគាត់រំពឹងធីបបងប្អូនអរគ្នាអ្នកខ្លះអាចទទួលបានមួយថ្ងៃ3 400អីក៏មានដែរអាហ្នឹងតាមអ្វីដែលពួកម៉ាក់ខ្ញុំធ្លាប់ប្រាប់ខ្ញុំណាបងប្អូនអរគ្នាហើយការងារហ្នឹងគឺវា flexible ម៉ោងមានន័យថាបងប្អូនមិនបាច់ថា8ម៉ោងមួយថ្ងៃទេបងប្អូនទៅနေពេលណាអាស្រ័យលើបងប្អូននិយាយមួយមេការបងប្អូនអញ្ចឹងណាហើយវាតម្រូវការឲ្យបងប្អូនមាន training យ៉ាងហោចណាស់ក៏បងប្អូនមាន training ហ្នឹងនៅក្នុងរយៈពេលណាមួយអញ្ចឹងទៅទោះបីមិនវែងក៏ត្រូវបងប្អូនត្រូវឆ្លងកាត់ការ train ដែរហើយខ្ញុំអត់ច្បាស់ថាពួកគាត់ត្រូវតែដាច់ខាតត្រូវតែមាន license អត់ទេបងប្អូនអរគ្នាប៉ុន្តែអ្វីដែលខ្ញុំដឹងគឺគាត់ត្រូវតែរៀនវគ្គដើម្បីទទួលបាន license ហ្នឹងបានគាត់អាចទៅប្រកបមុខរបរ nail salon ហ្នឹងបានបងប្អូនព្រោះគេខ្លាចយើងអត់ចេះចឹងទៅយើងទៅធ្វើកញ្ចក់ទៅចាក់មុតឈាមជើងគេចឹងទៅបងប្អូននៅស្រុកនេះអត់បានទេ
ការងារទី4គឺខ្ញុំគិតថាបងប្អូនខ្មែរយើងដែលគាត់ធ្វើការនៅក្នុងកាស៊ីណូបងប្អូនភាគច្រើន position គាត់គឺជា card dealer អញ្ចឹងណា card dealer ហ្នឹងគឺនិយាយខ្មែរមកថាអ្នកបោះបៀអញ្ចឹងទៅបងប្អូននៅស្រុកនេះគេចូលចិត្តលេង blackjack លេង poker ឬក៏ game អីផ្សេងដែលខ្ញុំអត់ច្បាស់ឲ្យបងប្អូនខ្ញុំមិនមែនជាអ្នកចូលចិត្តលេងទៅក្នុងកាស៊ីណូទេប៉ុន្តែមានបងយើងច្រើននៅក្នុងសហរដ្ឋអាមេរិកនេះដែលគាត់ធ្វើការប្រកបមុខរបរហ្នឹងណាហើយគាត់ទទួលបាន tip ច្រើនហើយលុយបានច្រើនបងប្អូនមួយខែអីអាចបាន 10000 អីចឹងណា10000 ឬក៏ 10000 ជាងអីចឹងទៅហើយអ្នកខ្លះអាចធ្វើ 8000 អីចឹងប្រាក់ខែគាត់គឺច្រើនគួរសមបងប្អូនហើយអ្នកខ្លះទៀតមិនមែនជាអ្នកចែកបៀទេបងប្អូនប៉ុន្តែគាត់គិតលុយឬក៏គាត់ធ្វើជា security អ្នកការពារសន្តិសុខនៅក្នុងកាស៊ីណូហ្នឹងអីចឹងទៅបងប្អូនអ្នកគ្នាហើយអ្នកខ្លះទៀតធ្វើការនៅកន្លែង kitchen អីចឹងទៅចំអិនម្ហូបចំអិនអាហារអីចឹងទៅអ្នកខ្លះរត់តុកអីចឹងណាបងប្អូនអ្នកគ្នាហើយការងារហ្នឹងគឺអត់តម្រូវការយើងចេះអង់គ្លេសខ្លាំងទេបងប្អូនអ្នកគ្នាមកត្រឹម30ទៅ40% ដឹងអ្វីដែលគេនិយាយទៅបានហើយបងប្អូនការងារមួយទៀតដែលខ្ញុំគិតថាបងប្អូនខ្មែរយើងធ្វើច្រើនដែរគឺជាអ្នកបើកបរឡានហើយអ្នកបើកបរឡានហ្នឹងមាន2ប្រភេទបងប្អូនអ្នកគ្នាទី1គឺអ្នកបើកបរឡានដឹកទំនិញហើយមួយទៀតគឺអ្នកបើកបរឡានដឹកមនុស្សអញ្ចឹងសម្រាប់អ្នកបើកបរឡានដឹកទំនិញគឺគាត់អាចដឹកទំនិញឆ្លងរដ្ឋឬក៏គាត់ដឹកតែនៅក្នុងរដ្ឋដែលគាត់រស់នៅទេបងប្អូនអ្នកគ្នាបើមិនជាគាត់ដឹកឆ្លងរដ្ឋអញ្ចឹងទៅគេអាចគិតលុយឲ្យគាត់ជាខែឬក៏ជាជើងដែលគាត់ដឹកទៅដល់រដ្ឋហ្នឹងមួយជើងអីចឹងទៅមកវិញបាន2ជើងអីចឹងទៅវាទៅតាមប្រភេទនៃក្រុមហ៊ុនរបស់គាត់ដែលគាត់ប្រកបមុខរបរដឹកទំនិញហ្នឹងឲ្យអញ្ចឹងណាបងប្អូនអ្នកគ្នាហើយពួកគាត់អាចដឹកបានច្រើនបានលុយច្រើនបងប្អូនអ្នកគ្នាអ្នកខ្លះដឹកពីរដ្ឋមេនពីជាប់កាណាដានោះរហូតចុះមកក្រុមខាងកាលីហ្វ័រញ៉ានៅជាប់ខាងមេស៊ីកូនេះក៏មានដែរបងប្អូនហើយមួយទៀតគឺការដឹកមនុស្សខ្ញុំស្គាល់បងប្អូនយើងពីគ្រួសារបងប្អូនខ្មែរយើងដែលគាត់ប្រកបមុខរបរដឹកមនុស្សហ្នឹងគឺគាត់អាចយកលុយហ្នឹងទៅទិញផ្ទះនៅក្នុងសហរដ្ឋអាមេរិកនេះណាបងប្អូនអញ្ចឹងមិនធម្មតាទេគាត់អាចទទួលបាន tip ច្រើនតាមអ្វីដែលខ្ញុំគិតណាបងប្អូនហើយការងារមួយទៀតគឺមានបងប្អូនខ្មែរយើងខ្លះគាត់ធ្វើការដឹកម្ហូបបងប្អូនអ្នកខ្លះទៅគាត់ធ្វើការនៅរោងចក្រមួយថ្ងៃ8ម៉ោងចឹងទៅហើយពេលគាត់ចេញពីធ្វើការមកគឺគាត់បន្ថែមការងារគាត់មួយទៀតចឹងណាអញ្ចឹងការងារហ្នឹងគាត់ចង់ធ្វើស្មានណាក៏បានដែរបងប្អូនអ្នកគ្នាស្រេចតាគាត់ចឹងទៅពេលណាដែលគាត់គិតថាគាត់តនេគាត់មានកម្លាំងគាត់ចង់ធ្វើការហ្នឹងគឺគាត់អាចទៅធ្វើបានបងប្អូនអ្នកគ្នាគឺការដឹកម្ហូបហ្នឹងហើយទទួលបាន tip រៀងគួរសមដែរបងប្អូនអ្នកគ្នាប៉ុន្តែយើងអាចប្រៀបធៀបវាជាមួយនឹងដឹកមនុស្សទេដឹកមនុស្សគេបានលុយគួរសមច្រើនជាងដឹកម្ហូបបងប្អូនអូខេបងប្អូនអ្នកគ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមានតែ5ចំណុចនេះទេហើយខ្ញុំអរគុណបងប្អូនអ្នកគ្នាមែនតើសម្រាប់ការទស្សនាហើយយើងចាំជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនអ្នកគ្នាបាយបាយជម្រាបលា